បាទប្រិមត្តទូរទស្សនិកជនជាទីមេត្រីនេះគឺជាទស្សនវិជ្ជានិងរូបភាពឆ្អើរត្រីនិងធ្វើប្រហុករបស់អ្នកភូមិនៅស្រុកពញាលឺដែលគាត់អញ្ជើញមកពី11ឃុំនៅក្នុងស្រុកពញាលឺទាំងមូលហ្នឹងគឺបាននាំគ្នាមកធ្វើត្រីឆ្អើរត្រីប្រហុកហ្នឹងនៅក្នុងគោលបំណងមួយលោកសុភាបាទគឺធ្វើយ៉ាងណាអាចថាជាចំណែកមួយនៃការផ្គត់ផ្គង់ស្បៀងទៅកាន់វីរៈកងទ័ពជួរមុខហើយក៏ដូចជាប្រជាជនភាគសឹកដែលគាត់ចាក់ចេញពីលំនៅឋានដោយសារសង្គ្រាមបាទជាការប៉ັດឲ្យសំណាងខ្ញុំឃើញរូបភាពនេះគឺថាសប្បាយចិត្តណាស់សំណាងបាទលោកទេហើយជាភាសាគឺទឹកចិត្តស្មារតីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នឹងផ្ទាល់តែម្ដងពីព្រោះយើងដឹងហើយថារដូវកាលនេះគឺរដូវកាលត្រូវត្រីបាទថាត្រូវត្រីណាត្រីចោះត្រីតាមជួរដៃទន្លេបឹងទន្លេសាបមកអញ្ចឹងទៅក៏ធ្វើឲ្យវាមានភាពបបោហើយប្រហុកក្នុងត្រីងៀតនេះគឺជាអាហារយុទ្ធសាស្ត្រសំណាងបាទអាហារយុទ្ធសាស្ត្រត្រីងៀតទុកបានយូរបាទលោកស្រីត្រីងៀតត្រីឆ្អើរបាទត្រីងៀតត្រីឆ្អើរហើយប្រហុកហ្នឹងក៏ទុកបានយូរដូចគ្នាដែរហើយជាអាហារយុទ្ធសាស្ត្រដែលអាចថាមានប្រហុកមួយវាអាចកាច់ទៅជាចំណែកម្ហូបផ្សេងទៀតចានប្រភេទចានយ៉ាងមានលក់មានលបោយអីផ្សេងក៏ដាក់ត្រូវដែរអញ្ចឹងគិតថាការចូលរួមមានចំណែកសំខាន់មែនទែនបាទខ្ញុំបានទៅជួបលោកអាបាលស្រុកលោកសុភាបាទគាត់បានលើកឡើងថាមូលហេតុនៃការសម្រេចចិត្តជ្រើសរើសនេះហ្នឹងគឺដោយសារតែស្រុកភូមិគាត់ដោយលោកសុភាបានលើកឡើងអញ្ចឹងជាតំបន់ដែលមានសក្តានុពលត្រីហើយមួយទៀតគាត់បានលើកឡើងថាមិនដឹងថាអាចជួយអីបានក្រៅអំពីជួយកិច្ចការជាចំណែកមួយណាគាត់ថាវាមិនអាចផ្គត់ផ្គង់ទាំងអស់បានទេប៉ុន្តែជាចំណែកមួយគឺគាត់ធ្វើម៉េចនាំគ្នានាំអ្នកភូមិនឹងឲ្យមកធ្វើកិច្ចការងារហ្នឹងហើយគាត់អញ្ជើញមកពី11ឃុំលោកសុភាទូទាំងស្រុកតែម្ដងគឺប្រជាពលរដ្ឋមានសិស្សសាលាមានអីអញ្ចឹងចូលរួមទាំងអស់គ្នាបាទរូបភាពគឺសស័កសស្រាំសំណាងមិនមែនតើនៅក្នុងឃុំស្រុកពញាលឺជាចំណែកមួយក៏ប៉ុន្តែក៏មានទីតាំងផ្សេងនេះក៏មានប្រភេទសស័កសស្រាំដូចយុវជនដែរកំពុងតែធ្វើចលនានៅក្នុងការគ្រប់គ្រងជួយលើកទឹកចិត្តទៅដល់វីរៈកងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺជាចំណែកមួយដែលយើងគិតថាសាមគ្គីភាពណាសម្រាប់គឺផ្ដើមចេញពីការចូលរួមរបស់យុវជនរបស់ប្រជាពលរដ្ឋគ្រប់ឋានានុក្រមគ្រប់ទីកន្លែងហើយទៅតាមចំណេះជំនាញទៅតាមបើអត់មានថវិកាទេប៉ុន្តែមានកម្លាំងបាទចូលរួមជាកម្លាំងចូលរួមជាកម្លាំងមានកម្លាំងហើយចូលរួមជាកម្លាំងចិត្តទៀតគៀងកោអ្នកផ្សេងទៀតអូឯងតោះបើតនេទេអត់តន់មានធ្វើអីទេតោះទៅជួយអ៊ំដើម្បីជាការចូលរួមចំណែកលើកទឹកចិត្តដល់វីរៈកងទ័ពរបស់យើងដែលកំពុងតែតតាំងជាមួយសត្រូវឈ្លានពានបាទជាការពិតណាស់លោកសុភាដោយដែលកម្មវិធីបេសកកម្មប្រចាំសប្តាហ៍យើងកន្លងមកបានបង្ហាញជាបន្តបន្ទាប់អញ្ចឹងការជួយទំនប់បំរុងការជួយជ្រោមជ្រែងបាននេះសមរភូមិក្រោយហ្នឹងមិនមែនមានអានៅទីតាំងហ្នឹងទេគឺមានច្រើនដូចយើងបានធ្វើកន្លងមកអញ្ចឹងណាកម្មវិធីយើងអញ្ចឹងប្រិមត្តទូរទស្សនិកជននេះគឺជារូបភាពមួយបង្ហាញពីសាមគ្គីភាពនិងការចូលរួមចំណែករបស់ប្រជាពលរដ្ឋដើម្បីគ្រប់គ្រងទៅដល់វីរៈកងទ័ពជួរមុខក៏ដូចជាប្រជាពលរដ្ឋភាគសឹក